សូមជម្រាបសួរកូនទាំងអស់គ្នាជាទីស្រឡាញ់បាទថ្ងៃនេះលោកគ្រូសូមបង្រៀនបន្តទៀតតកតងនឹងមេរៀនភាសាខ្មែរថ្នាក់ទី6មេរៀនទី1ត្រង់ចំណងជើងថារឿងបងប្រុសបាទកូនទាំងអស់គ្នាចូលក្រឡេកមើលរូបភាពនេះកូនឃើញអ្វីខ្លះកូនណាបាទនេះបងប្រុសគាត់ធ្វើការដើម្បីប្អូនណាបានទៅសិក្សាបាទអញ្ចឹងយើងចូលអានទាំងអស់គ្នាកូនណាលោកគ្រូហៅដល់រាប់ដល់1 2 3អានទាំងអស់គ្នាណា1 2 3ចាប់ផ្ដើមអាននិតនិងនួនជាបងប្អូនបង្កើតនឹងគ្នាតាំងពីអ្នកមានគុណបានចែកឋានទៅជីវភាពគ្រួសារពួកគេជួបការលំបាកយ៉ាងខ្លាំងនិតជាបងបានសម្រេចចិត្តផ្អាកការរៀនសូត្រមួយរយៈដោយទុកឲ្យប្អូនបានសិក្សាបន្តនួនខំរៀនណាស់មិនឲ្យបងខកចិត្តឡើយឯនិតវិញពេលទំនេរពីការងារស្រែចម្ការគេបានចូលសិក្សានៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ឆ្នាំនេះនួនរៀនដល់នៅថ្នាក់ទី12បានប្រឡងជាប់ដូចប្រាថ្នាថ្ងៃមួយនួនចង់ទៅរកការងារធ្វើដើម្បីជួយសម្រាលបន្ទុកបងតែនិតមិនយល់ព្រមនួនសួរបងតើយើងបានប្រាក់ពីណានិតឆ្លើយឯងកុំបារម្ភទុកឲ្យបងជាអ្នកដោះស្រាយរាត្រីនោះនិតនិន្ទ្រាមិនលក់សោះព្រោះខ្លួនមិននឹងទៅប្រកបរបរអ្វីដើម្បីរកប្រាក់ឲ្យប្អូនរៀននោះទេពីមួយថ្ងៃទៅមួយថ្ងៃនិតចេះតែចឹងគិតរកមុខរបរផ្សេងតែនឹកមិនឃើញសោះចំណែកនួនអាណិតបងខ្លាំងណាស់គេតាំងចិត្តថានឹងខិតខំរៀនសូត្រដើម្បីបានការងារធ្វើចិញ្ចឹមបងគេវិញបាទលោកគ្រូសំអស់ទៅបន្តិចណាថ្ងៃមួយនិតនិងអ្នកភូមិខ្លះបាននាំគ្នាទៅខ្ចីប្រាក់ឥណទានពីធនាគារភូមិយកមកធ្វើជាដើមទុនក្នុងការចិញ្ចឹមជ្រូកនិងត្រីជាលើកដំបូងនិតបានត្រឹមតែរួចដើមប៉ុណ្ណោះក្រោយមកនិតបានរៀនបច្ចេកទេសចិញ្ចឹមសត្វពីមជ្ឈមណ្ឌលសិក្សាសហគមន៍ចាប់ពីពេលនោះមកនិតចេះជំនាញចិញ្ចឹមសត្វច្បាស់លាស់និតអាចរកប្រាក់ឧបត្ថម្ភការសិក្សារបស់នួនដោយមិនជួបការលំបាកដូចមុនទៀតឡើយក្រោយពីបញ្ចប់ការសិក្សានួនបានចូលបម្រើការងារក្នុងក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញនួនសន្សំប្រាក់ខែបានមួយចំនួនគេបានយកប្រាក់ទាំងនោះទៅប្រគល់ជូនបងទាំងអស់ដើម្បីឲ្យបងបានរៀបអាពាហ៍ពិពាហ៍ចាប់ពេលនោះមកគ្រួសារនេះរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលបាទកូនណាអញ្ចឹងយើងចូលដល់សំណួររបស់យើងកូនសំណួរ1តើនិតនិងនួនត្រូវជាអ្វីនឹងគ្នា2តើនិតប្រើមធ្យោបាយអ្វីដើម្បីឲ្យនួនបានបន្តការសិក្សា3ហេតុអ្វីបានជានិតតស៊ូចិញ្ចឹមប្អូនឲ្យបានរៀនសូត្រ4តើអ្នកពេញចិត្តតួអង្គនិតដែរឬទេហេតុអ្វី5តើរឿងនេះមានគំនិតអប់រំដូចម្ដេចបាទសំណួរនេះចាំលោកគ្រូឆ្លើយនៅមេរៀនបន្ទាប់ណាអញ្ចឹងលំហាត់កចូលប្រើវចនានុក្រមដើម្បីពន្យល់ន័យរបស់ពាក្យបច្ចេកទេសឥណទានឧបត្ថម្ភធនាគារសហគមន៍ខចូលរកពាក្យន័យដូចមកជំនួសពាក្យដែលមានគំនូសពីក្រោមក្នុងល្បះនីមួយ1និតបានសម្រេចចិត្តឈប់រៀនដោយទុកឲ្យនួនបានបន្តការសិក្សាទៀត2រាត្រីនេះនិតនិន្ទ្រាមិនលក់សោះ3និតអាចរកប្រាក់ឧបត្ថម្ភនួនដោយមិនមានការលំបាកដូចមុនទៀត4និតបានប្រគល់ប្រាក់ជូនបងទាំងអស់ដើម្បីឲ្យបងបានរៀបអាពាហ៍ពិពាហ៍បាទ
ការតែងរឿងខ្លីចូលអ្នកសរសេររឿងខ្លីមួយរៀបរាប់អំពីគុណរបស់បងប្រុសឬបងស្រីរបស់អ្នកដែលបានធ្វើចំពោះអ្នកបាទឃើញថាមេរៀនរបស់យើងបានបញ្ចប់ទៅត្រឹមនេះហើយរីឯសំណួរចម្លើយលោកគ្រូនឹងឆ្លើយនៅមេរៀនបន្ទាប់ណាចឹងលោកគ្រូសូមសនំពរកូនសាកល្បងអានអត្ថបទដោយខ្លួនឯងនៅផ្ទះណាអានឲ្យបានពីចប់ហើយលោកគ្រូសូមជូនពរកូនឲ្យទទួលបានសុខភាពល្អនិងជោគជ័យក្នុងការសិក្សាទាំងអស់គ្នាលោកគ្រូសូមអរគុណនិងសូមជម្រាបលាបាទសួស្តីកូននេះគឺជាសំណួរនិងចម្លើយរបស់មេរៀនទី1ថ្នាក់ទី6មេរៀនទី1ភាសាខ្មែរណារឿងបងប្រុសបាទសំណួរតាណិតនិងនួនត្រូវជាអ្វីនឹងគ្នាកូនណាបាទចម្លើយគ្រូឆ្លើយហើយណាបាទ1ណិតនិងនួនត្រូវជាបងប្អូនបង្កើតនឹងគ្នាបាទហើយសំណួរទី2តាណិតប្រើមធ្យោបាយអ្វីដើម្បីឲ្យនួនបានបន្តការសិក្សាចម្លើយទី2បាទដើម្បីឲ្យនួនបានបន្តការសិក្សាណិតបានសម្រេចចិត្តឈប់រៀនមួយរយៈបាទទី3ហេតុអ្វីបានជាណិតតស៊ូចិញ្ចឹមប្អូនឲ្យបានរៀនសូត្រចម្លើយទី3បានជាណិតតស៊ូចិញ្ចឹមប្អូនឲ្យបានរៀនសូត្រព្រោះណិតមានទំនួលខុសត្រូវក្នុងនាមជាអាណាព្យាបាលរបស់ប្អូនម្យ៉ាងទៀតណិតយល់ពីតម្លៃនៃវិជ្ជាដែលអាចឲ្យគេមានកិត្តិយសថ្លៃថ្នូរនាពេលអនាគតបាទចឹងលោកគ្រូសូមអូសទៅលើបន្តិចណាបាទសំណួរទី4តើអ្នកពេញចិត្តតួអង្គណិតដែរឬទេហេតុអ្វីបាទចម្លើយទី4ខ្ញុំពេញចិត្តនឹងតួអង្គណិតណាស់ព្រោះណិតជាក្មេងល្អចេះស្រឡាញ់ប្អូនចេះផ្គត់ផ្គង់ប្អូនសុខចិត្តនឿយហត់លំបាកតែម្នាក់ឯងទង្វើនេះគឺជាទង្វើប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអាណាព្យាបាល5តើរឿងនេះមានគំនិតអប់រំដូចម្ដេចបាទកូនលោកគ្រូសូមអុសទៅលើបន្តិចណាបាទចឹងលោកគ្រូអានឲ្យចម្លើយលោកគ្រូណារឿងនេះមានគំនិតអប់រំឲ្យយើងចេះស្រឡាញ់បងប្អូនជួយយកអាសាគ្នានៅគ្រាក្រលំបាកនិងឲ្យចេះស្រឡាញ់ការសិក្សាលំហាត់របស់យើងកូនណាកចូលប្រើវចនានុក្រមដើម្បីពន្យល់ន័យរបស់ពាក្យបច្ចេកទេសឥណទានឧបត្ថម្ភធនាគារអង្គការបាទបច្ចេកទេសថ្នាក់ពាក្យជានាមមានន័យថាចំណេះពិសេសជាចំណែកមួយដាច់មុខផ្សេងដោយឡែកខាងសិល្បៈឬខាងវិទ្យាសាស្ត្រនីមួយឥណទានថ្នាក់ពាក្យជានាមការឲ្យខ្ចីប្រាក់ឬអ្វីដែលសម្រាប់ឲ្យខ្ចីឧបត្ថម្ភថ្នាក់ពាក្យជានាមការទំនុកបម្រុងគ្រឿងទំនុកបម្រុងធនាគារថ្នាក់ពាក្យជានាមមានន័យថាឃ្លាំងដាក់ទ្រព្យឬឃ្លាំងដាក់ប្រាក់បាទអង្គការថ្នាក់ពាក្យជានាមមានន័យថាបែបផែនរបៀបរៀបចំកិច្ចការដែលរដ្ឋឬក្រមរាជការណាមួយបង្កើតឡើងដើម្បីប្រព្រឹត្តបាទទៅកាន់សេចក្តីចម្រើនទីកន្លែងចាត់ការធំបាទឥឡូវយើងចូលដល់លំហាត់ខយើងខចូលរកន័យដូចមកជំនួសពាក្យដែលមានគំនូសពីក្រោមក្នុងល្បះ1ណិតបានសម្រេចចិត្តឈប់រៀនដោយទុកឲ្យនួនបានសិក្សាបន្ត
បាទនិតបានសម្រេចចិត្តឈប់រៀនដោយទុកឲ្យនួនបានរៀនសូត្របន្តទៀត 2. រាត្រីនេះនិតនិន្ទ្រាមិនលក់សោះបាទនិន្ទ្រានឹងពាក្យដេកបាទកូន 3. និតអាចរកប្រាក់ឧបត្ថម្ភនួនដោយមិនមានការលំបាកដូចមុនឧបត្ថម្ភនឹងពាក្យផ្គត់ផ្គង់បាទ 4. និតបានប្រគល់ប្រាក់ជូនបងទាំងអស់ដើម្បីឲ្យបងបានរៀបអាពាហ៍ពិពាហ៍បាទរីឯខាងនេះគឺរៀបការបាទឃើញថាសំណួរនិងចម្លើយលំហាត់របស់យើងបានបញ្ចប់ហើយកូនណាអញ្ចឹងមេរៀនយើងបានបញ្ចប់ជាស្ថាពរហើយសម្រាប់មេរៀនភាសាខ្មែរថ្នាក់ទី1ថ្នាក់ទី6មេរៀនទី1រឿងបងប្រុសបានលោកគ្រូសូមអរគុណកូនទាំងអស់គ្នានិងជូនពរកូនទទួលបានសុខភាពល្អនិងជោគជ័យក្នុងការសិក្សា